វីដេអូនេះសម្រាប់បងប្អូនអ្នកដែលចង់រំលឹកអនុស្សាវរីយ៍កាលពីនៅតូចកាលពីនៅក្មេងៗណាដែលធ្លាប់តែកាលពីនៅក្មេងៗសុំលុយម៉ែ100 200 300ក្តីយកទៅទិញតកកឈូសហ្នឹងអ្នកដែលចងចាំអនុស្សាវរីយ៍នេះបានអាចមករំលឹកអនុស្សាវរីយ៍នៅកន្លែងបងស្រីបានសម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ណាបងប្អូនពេលដែលមកដល់កន្លែងបងស្រីលក់តកកឈូសនេះភ្លាមគឺនឹកឃើញអនុស្សាវរីយ៍កាលពីនៅក្មេងៗណាធ្លាប់តែសុំលុយម៉ែ100 200យកទៅទិញតកកឈូសណាបងប្អូនគ្រាន់តែតកកឈូសការចំនួនមុនគឺឈូសដាក់ថងដៃបងប្អូនដាក់ថងដៃបើទៅយោតែឥឡូវនេះគេអាប់ដេតដាក់កែវជ័រហើយអត់ដូចពីមុនទេអញ្ចឹងប្លែកគ្នាបន្តិចបងប្អូនប៉ុន្តែការឈូសរបស់គាត់គឺគាត់នៅប្រើម៉ាស៊ីនរវិលដៃដោយការពីមុនអញ្ចឹងណាបងប្អូនបាទអភិរក្សគេហៅថា old school ណាបងប្អូនបាទអ្នកសេរីឆ្នាំ90ជាងបាទអ្នកក្មេង90ជាងគឺស្គាល់ច្បាស់ហើយបងប្អូនបាទតកកឈូសជំនាន់នោះបាទមួយកែវតែ200មួយកែវតែ100ទេបាទ200 100 300ហ្នឹងមកដល់សម័យនេះតកកឈូសមួយកែវ2000 3000តាមដែលបងប្អូនកំងអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនអ្នកដែលចង់សាកតកកឈូសអាចមកកន្លែងបងស្រីបានដែលទីតាំងរបស់គាត់លក់នៅផ្លូវយើងកាត់ពីវត្តស្លែងឆ្ពោះមកកាន់បាទម្ដុំបែកចានបងប្អូនតែទីតាំងគាត់នៅម្ដុំបឹងធំទេបងប្អូនបាទម្ដុំភូមិបឹងធំហ្នឹងគឺបងប្អូនជិះមកឃើញហើយនៅកន្លែងផ្លូវកោងចិត្តសាលារៀនហ្នឹងតែម្ដងគាត់លក់នៅមុខសាលារៀនហ្នឹងតែម្ដងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូបាយបាយ